ดมาพอนโอ้ยใจនេះជាសកម្មភាពនៅថ្ងៃទី3ដែលយើងធ្វើដំណើរចេញពីជីផាត់មកដល់ខាងអរ៉ៃបន្ទាប់មកក៏យើងរៀបចំអវ៉ាន់គឺយើងធ្វើដំណើរទៅឡើងភ្នំរិញកែបនៅអរ៉ៃបន្តគោលដៅរបស់យើងគឺយើងទៅគេងនៅលើភ្នំរិញកែបតែម្ដងអញ្ចឹងសម្រាប់ទស្សនវិជ្ជានេះគឺទស្សនវិជ្ជាតាមផ្លូវដែលយើងធ្វើដំណើរពីទីអាកាយឆ្ពោះទៅដល់ទីតាំងភ្នំរិញកែបគ្នាឥឡូវយើងចាប់ដើមឡើងទៅភ្នំគេរិញកែបបងប្អូនគ្នាយើងមាន5 6នាក់នេះយើងចាប់ខ្លួនអស់ហើយនេះជាសកម្មភាពដែលយើងរៀបចំអវ៉ាន់ចាប់ដើមឡើងភ្នំអញ្ចឹងបន្ទាប់ពីយើងរៀបចំអវ៉ាន់ហើយយើងចាប់ផ្ដើមធ្វើដំណើរឡើងទៅលើភ្នំរិញកែបបន្តហើយនេះគឺជាផ្លូវដែលយើងត្រូវធ្វើដំណើរឡើងទៅដោយផ្លូវនេះគឺយើងត្រូវដើរកាត់ព្រៃតែម្ដងសម្រាប់ផ្លូវធ្វើដំណើរឡើងទៅលើភ្នំរិញកែបនេះហើយនេះជាសកម្មភាពមួយចំនួនដែលយើងត្រូវធ្វើដំណើរឡើងទៅលើភ្នំដោយយើងមានដើរកាត់ក្រោមដើមឈើដើរព្រៃមានឆ្លងស្ពានមានឡើងថ្មគឺមានច្រើនសកម្មភាពមែនទែននាំតែយើងឡើងទៅដល់លើកំពូលភ្នំហើយសម្រាប់ភ្នំនេះគឺយើងត្រូវធ្វើដំណើរចម្ងាយ3គីឡូបានយើងឡើងទៅដល់កំពូលខាងលើដេតដល់ខ្វះ1គីឡូទៀតតែអ្នកនរគ្នាឥឡូវយើងមកដល់កន្លែង1គីឡូទៅដល់ហើយសមាគមឯកទេសចរតំបន់អរ៉ៃចុយ1គីឡូទៀតដល់ខាងលើហើយបន្ទាប់ពីដើរមកហត់ហើយឥឡូវយើងគឺសម្រាប់សិននាំគ្នាពុះរលឹកពុះឲ្យចែកគ្នាសម្រាប់ឲ្យបាត់ហត់ហើយបានយើងត្រូវធ្វើដំណើរបន្តឡើងទៀតព្រោះយើងទំឡើងបាន1គីឡូទេនៅសល់ចម្ងាយ2គីឡូទៀតបានឡើងទៅដល់កំពូលភ្នំហើយមានផ្លូវកលុកកលាក់ថ្មឡើងភ្នំច្រើនទៀតបានយើងត្រូវឡើងទៅដល់លើអញ្ចឹងឥឡូវនេះគឺយើងសម្រាប់អាហារសម្រន់សិនហើយសម្រាប់អ្នកដែលឡើងភ្នំគឺខ្ញុំណែនាំឲ្យវិចរបស់ដែលអាចញ៉ាំបានហើយស្រាលសម្រាប់យកមកញ៉ាំតាមផ្លូវដូចជាទឹកដូចជាអាឡឹកដូចជាភេសជ្ជៈមួយចំនួនព្រោះពេលដែលយើងឡើងភ្នំគឺហត់មែនតែនដោយសារយើងឡើងផ្លូវចោតអញ្ចឹងយើងគួរតែដាក់អីយកមកសម្រាប់ធ្វើជាអាហារសម្រន់ដើម្បីឲ្យបាត់ហត់អញ្ចឹងដូចពួកខ្ញុំជាដើមគឺយើងបានវិចអាឡឹកវិចអីសម្រាប់មកញ៉ាំនៅពេលដែលយើងឈប់សម្រាប់ហើយនេះគឺផ្លូវដែលយើងត្រូវឡើងទៅបន្តគឺយើងត្រូវដើរម្លងដើមឈើដែលអាលុំត្រូវដើរកលៀតថ្មឡើងថ្មគឺវេទនាមែនទែនសម្រាប់ទៅទ្រីបជើងនេះប៉ុន្តែសប្បាយសម្រាប់ការឡើងភ្នំដែលចូលចិត្តបែបផែនឡើងភ្នំជាម៉ូតូ Adventure Trip អញ្ចេះគឺណែនាំមកទីតាំងអរ៉ៃក្នុងផ្សារជីផាត់អីនេះគឺសប្បាយមែនទែនហើយសម្រាប់ខែនេះមកគឺទទួលបានទេសភាពតាមផ្លូវគឺស្អាតណាស់បងប្អូនអាចមកមើលបាននៅក្នុងទេសភាពនេះគឺស្អាតមែនទែនសម្រាប់ការធ្វើដំណើររបស់យើងគាត់ថាផ្លូវពិបាកតិចមែនតែសម្រាប់អ្នកចូលចិត្តបែបនេះគឺសប្បាយហត់តែសប្បាយហើយយើងបានឃើញទេសភាពស្អាតហើយប្លែកភ្នែកមែនទែនមកដល់ទីតាំងនេះទីតាំងរបស់យើងណាគុំតែចោលតំបន់ស្ទើរអរ៉ៃហើយទៅជួបខ្ញុំនៅកំពូលភ្នំខាងលើអូខេហើយនេះជាសកម្មភាពនៅពេលដែលយើងឡើងមកដល់លើកំពូលភ្នំយើងអង្គុយសម្រាប់ឲ្យបាត់ហត់រៀងខ្លួនហើយបានយើងចាប់ដើមធ្វើការងារផ្សេងៗបន្តទៀតអញ្ចឹងសម្រាប់ការងារបន្តរបស់យើងនេះគឺយើងពុះតរេនសាក់ញ៉ាំសិននៅតរេនដែលយើងទិញការពីទឹកមិញហើយនៅភាគទី2អញ្ចឹងសម្រាប់តរេននេះដែរគឺយើងទិញពីខាងជាសហគមន៍ខាងបងចកាដែលគាត់ដាំនៅខាងក្រោមនេះហើយយើងបានយកមកដល់លើភ្នំដើម្បីពុះញ៉ាំលើភ្នំនេះអញ្ចឹងដំបូងដើម្បីបាត់ហត់យើងពុះតរេនសាក់ញ៉ាំសិនចាំយើងបាត់ហត់ហើយបានយើងចាប់ផ្ដើមរៀបចំបង្កាត់ភ្លើងនិងបោះតង់សម្រាប់គេងជប់នឹងបន្តទៀតហើយនេះគឺជាបងធំគាត់កំពុងអាសាសាច់តរេនថាទុំនៅហើយអាចញ៉ាំបានអញ្ចឹងគាត់សាករសជាតិមុនគេបន្ទាប់ពីពុះតរេនយើងចែកគ្នាញ៉ាំដើម្បីបំបត្តិការហត់ហើយបានយើងចាប់ផ្ដើមបង្កាត់ភ្លើងចាប់ផ្ដើមរៀបចំកន្លែងគេងបោះតង់អីបន្តទៀតហើយបន្ទាប់មកដល់អ្នកដាំទឹកក៏ដាំទឹកសម្រាប់អ្នកបង្កាត់ភ្លើងក៏បង្កាត់ភ្លើងអ្នកបោសសម្អាតគឺបោសសម្អាតទៅហើយនេះគឺបងគាត់កំពុងរៀបចំអីមានអ្នកបង្កាត់ភ្លើងមានអ្នកដាំទឹកមានអ្នកបោះកន្លែងយើងចែកការងារធ្វើរៀងខ្លួនហើយសម្រាប់ខ្ញុំនេះគឺខ្ញុំគឺជាអ្នកថតឥឡូវនេះយើងចាប់ផ្ដើមបង្កាត់ភ្លើងសម្រាប់ធ្វើម្ហូបនៅយប់ហ្នឹងហើយក៏ចាប់ដើមរៀបចំអវ៉ាន់សម្រាប់បោះតង់គេងនៅយប់ហ្នឹងដែរហើយសម្រាប់ទេសភាពនៅលើភ្នំរិញកែបនេះគឺទេសភាពស្អាតមែនទែនមានអាប់មានដើមឈើមានព្រៃភ្នំច្រើនហើយទេសភាពស្អាតសម្រាប់អ្នកចង់បោះតង់មកបោះតង់នៅទីតាំងនេះបានទេសភាពអត់ខកបំណងទេហើយឥឡូវហ្នឹងយើងទៅ review អវ៉ាន់សម្រាប់បោះតង់បងធំទាំងអស់គ្នាថាគាត់ដាក់អីមកខ្លះតែកែមិនមែនបងតែកែមិនមែន30ឆ្នាំមិនមែនឆ្នាំមកឈុតអស់ហើយយូរជាងអូខេចុះកតាបងតាតង់700បើជើងបើជើងបើជើងឡើងភ្នំអានេះបើស៊ីន50រៀលតែតាម10នេះជាបទពិសោធន៍អ្នកដែលយើងអាសាឡើងបោះតង់បងប្អូនដើរបោះតង់ឃើញជិះម៉ូតូតាមផ្លូវរ៉េរ៉ាំងអាគាត់ណាជិះម៉ូតូតែភ្លៀងត្រូវខ្យល់អីជិះតាមផ្លូវបាទមកបង100ជាង100ជាងអត់បាន200បានពូភ្លើងបាត់ពិសោធន៍បងប្អូនចង់បោះតង់ជិះតាមផ្លូវអាគាត់ណាក៏មិនគាត់អីរបស់ប្រាថ្លៃណាស់នេះ80នេះទៅអានេះប្រហែលជាដូច70រៀលដែរ
tìm cái rồi bắt cái bóp đi thì thằng bên đó có thằng bên cái gì nè trong là bao tăng thằng mày ấy anh nữa bàn bỏ tớ tại chết lương pra này tăng này tiếp anh đây dùng phay mơn $50 cái sao sập anh đây dùng này sao còn là bắt sai từ kia sai sập bát đây nè trong ban bằng sắt bằng tăng là anh kia còn ấy nó có ăn đây này cướp cái lại បន្ទាប់ពីយើងរីវិវបានបោះតង់ហើយឥឡូវនេះយើងមកមើលពីសកម្មភាពនៃការបោះតង់មកយប់នៅលើភ្នំលេងកែបទាំងអស់គ្នាអញ្ចឹងជាដំបូងយើងចាប់ផ្ដើមធ្វើម្ហូបសម្រាប់ល្ងាចនេះអញ្ចឹងម្ហូបសម្រាប់ល្ងាចនេះគឺយើងមាន2មុខយើងមានត្រីអាំងមួយមុខជាមួយនឹងយើងមានមាន់មួយទៀតសម្រាប់មាន់គឺយើងឲ្យខាងបងប្អូនសហគមន៍ដែលគាត់ជូនយើងឡើងមកលើភ្នំនេះគាត់ធ្វើម្ហូបឲ្យយើងហើយបងគាត់ចាប់ផ្ដើមបង្កើតភ្លើងសម្រាប់អាំងត្រីហើយបន្ទាប់ពីនឹងហើយគឺយើងចាប់ផ្ដើមនាំគ្នាមកងូតទឹកសម្រាប់នៅទីតាំងនេះគឺយើងមានទឹកហូរនៅលើភ្នំហ្មងអញ្ចឹងយើងមកងូតទឹកនៅកន្លែងទឹកហូរទាំងអស់គ្នាបន្ទាប់ពីងូតទឹកហើយក៏យើងត្រឡប់មកកន្លែងបោះតង់វិញ នៅពេលដែលយើងត្រឡប់មកដល់កន្លែងបោះតង់យើងវិញត្រីអាំងយើងក៏ចិត្តឆ្អិនហើយយើងក៏ចាប់ផ្ដើមរៀបចំកន្លែងញ៉ាំបាយហើយអ្នករកអស់ថែមក៏រកអស់ថែមសម្រាប់អ្នកត្រូវបោះតង់ក៏ចាប់ផ្ដើមបោះតង់បដាទៅហើយអ្នករៀបចំចានរៀបចំបាយក៏រៀបចំបដាទៅអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តបោះតង់ឃើញបរិយាកាសបែបនេះគឺចងចាំនឹងនឹកអារម្មណ៍បែបហ្នឹងមែនទែនបរិយាកាសបែបព្រៃភ្នំស្ងប់ស្ងាត់មានសលេងសត្វយំយើងចែកការងារធ្វើយើងធ្វើម្ហូបល្ងាចឡើងញ៉ាំជុំគ្នាអង្គុយជជែកគ្នាលេងអង្គុយសើចនិយាយពីរឿងក្នុងចិត្តនេះជាបរិយាកាសមួយដែលអ្នកបោះតង់ចូលចិត្តមែនទែនដល់ពេលដែលយើងចេញពីពិភពទីក្រុងទៅដែលមានភាពអញ្ញែអញ្ញៃយើងទៅដល់ក្នុងព្រៃមានបរិយាកាសបែបស្ងប់ស្ងាត់សត្វយំយើងជួយធ្វើការងារគ្នាម្ដាយមួយជើងម្នាក់យើងអត់មានអារម្មណ៍ស្មុគស្មាញដូចនៅក្នុងទីក្រុងទេអញ្ចឹងអារម្មណ៍អ្នកទៅបោះតង់គឺបែបនេះគាត់ចូលចិត្តបរិយាកាសបែបស្ងប់ស្ងាត់ជជែកគ្នាលេងជួយធ្វើការគ្នាម្ដាយមួយជើងម្នាក់ស្ដាប់សលេងសត្វយំខ្យល់អាកាសត្រជាក់អង្គុយជជែកគ្នាលេងអារម្មណ៍បែបនេះជាហេតុផលមួយដែលធ្វើឲ្យអ្នកបោះតង់គឺចូលចិត្តបោះតង់នៅក្នុងព្រៃអញ្ចឹងសម្រាប់អ្នកដែលចង់បានបទពិសោធន៍បោះតង់អាចសាកល្បងបានយើងមានអនុស្សាវរីយ៍ជុំគ្នាច្រើននៅពេលដែលយើងបោះតង់យើងមានសកម្មភាពផ្សេងយើងធ្វើជុំគ្នាដូចជាធ្វើម្ហូបបង្កាត់ភ្លើងជួយរៀបចំអីវ៉ាន់គ្នាជួយគ្នាម្ដាយមួយជើងម្នាក់បរិយាកាសបែបនេះអនុស្សាវរីយ៍បែបនេះគឺយើងចងចាំច្បាស់ណាស់នៅពេលដែលយើងបោះតង់ហើយអារម្មណ៍របស់យើងក៏ទទួលបានបែបផែនខុសពីទីក្រុងដែរអញ្ចឹងសម្រាប់អ្នកដែលជួយចិត្តបោះតង់គឺគាត់យល់ពីអារម្មណ៍នេះហើយសម្រាប់អ្នកដែលបោះតង់ទេអាចសាកល្បងបោះតង់បានយើងមានពេលវេលាអង្គុយចែកគ្នាលេងហើយនឹងមានសកម្មភាពជាច្រើនទៀតដែលយើងធ្វើនៅពេលដែលយើងបោះតង់ហើយទាំងអស់នេះសិតតែជាអនុស្សាវរីយ៍ល្អសម្រាប់ការចងចាំរបស់យើងហើយនឹងទទួលបានអារម្មណ៍ល្អមែនទែនសម្រាប់នៅទីក្រុងដែលយើងរកបរិយាកាសបែបនេះគឺអត់បានទេអញ្ចឹងជាហេតុផលដែលយើងជិះម៉ូតូពីចង្ងាយណាចង្ងាយណីទៅបោះតង់យើងធ្វើដំណើរឡើងភ្នំដើម្បីទទួលបានបរិយាកាសបែបនេះអញ្ចឹងរាល់សកម្មភាពរាល់ការទៅជែកលេងអស់នេះគឺជាអនុស្សាវរីយ៍ល្អសម្រាប់យើងនៅពេលដែលយើងទៅបោះតង់ជុំគ្នាហើយក៏ជាការបង្កើតមិត្តភាពមួយដ៏ល្អមែនទែនសម្រាប់ការដែលបោះតង់អញ្ចឹងបន្ទាប់ពីយើងញ៉ាំបាយពេលល្ងាចជុំគ្នាហើយយើងអង្គុយទៅចែកគ្នាលេងបន្ទាប់មកក៏យើងមានពុះត្រេនញ៉ាំចែកគ្នាដែរនេះជាអនុស្សាវរីយ៍ល្អនៅពេលដែលយើងបោះតង់នៅសកម្មភាពពេលយប់ដែលយើងបោះតង់នៅលើភ្នំហ្នឹងអញ្ចឹងកាត់មកដល់ស្អែកព្រឹកពេលព្រឹកឡើងពេលដែលយើងភ្ញាក់មកគឺមើលឃើញទេសភាពស្អាតមែនទែនសម្រាប់ទីតាំងដែលយើងបោះតង់គេងនេះគឺបែរទៅខាងទេសភាពនៅលើភ្នំនឹងតែម្ដងយើងភ្ញាក់មកពេលព្រឹកនេះគឺមានអាប់មានស្ទឹងពពកយើងងើបមកដូចជាស្ទឹងពពកមួយដែលហូរកាត់មុខយើងអញ្ចឹងគឺស្អាតមែនទែនទេសភាពបែបនេះគឺពិបាកបរិយាយណាស់អញ្ចឹងសម្រាប់អ្នកដែលចង់ទៅដើរលេងចូលចិត្តបែបទេសភាពព្រៃភ្នំអីទៅទីតាំងខាងភ្នំលេងកែបនេះបានទេសភាពគឺស្អាតអញ្ចឹងសកម្មភាពមួយចំនួនដែលយើងចាប់ដើមធ្វើពេលព្រឹកនោះជាមានយើងបង្កាត់ភ្លើងធ្វើម្ហូបអាំងត្រីហើយយើងដាំបបរដែរសម្រាប់ញ៉ាំពេលព្រឹកហើយអ្នកញ៉ាំកាហ្វេក៏ញ៉ាំកាហ្វេទៅអ្នកណាដែលញ៉ាំបបរឬក៏ញ៉ាំបាយក៏ញ៉ាំបាយទៅអញ្ចឹងសកម្មភាពពេលព្រឹកឡើងដែលយើងភ្ញាក់មកគឺមានបង្កាត់ភ្លើងមានអាំងត្រីហើយសម្រាប់ពេលព្រឹកឡើងនេះគឺបង្ធំគាត់ច្រៀងបដាគាត់ដៀងចាន enjoy ជាមួយទេសភាពបរិយាកាសបដាតែព្រឹកឡើងលើសកម្មភាពខ្លះបងនេះគាត់រើទីកកទេហើយនេះជាទេសភាពព្រឹកឡើងនៅលើភ្នំរែងកែបទេសភាពនេះគឺយើងភ្ញាក់មកមានអារម្មណ៍ស្រស់ស្រាយមែនទែនទេសភាពស្អាតខ្យល់បរិយាកាសល្អអាកាសធាតុត្រជាក់ស្រួលខ្លួនបរិយាកាសបែបនេះព្រឹកឡើងមកគឺស្រឡះមុខស្រឡះមាត់អែបមែនទែនហើយស្រស់ស្រាយណាសម្រាប់ព្រឹកឡើងហើយយើងក៏មានញ៉ាំអាហារពេលព្រឹកមានញ៉ាំកាហ្វេអង្គុយមើលថ្ងៃរាំងអង្គុយមើលទេសភាពស្រូបខ្យល់អាកាសយើងអង្គុយជជែកគ្នាលេងព្រឹកឡើងនេះអង្គុយញ៉ាំតែក៏មានញ៉ាំកាហ្វេក៏មានហើយយើងចាប់ផ្ដើមរៀបចំសារតង់ប្រើដូចគ្នាប
បន្ទាប់ពីសកម្មភាពយើងញ៉ាំអីយើងសាតង់យើងរៀបចំអីវ៉ាន់នៅពេលព្រឹកនេះហើយយើងក៏នាំគ្នាថតរូបលេងមួយផ្លែតបន្ទាប់ពីថតរូបហើយគឺយើងចាប់ផ្ដើមចុះទៅវិញហើយព្រោះគោលដៅទី2របស់យើងត្រូវធ្វើដំណើរទៅខាងក្នុងផ្សារបន្តទៀតអញ្ចឹងនេះជាសកម្មភាពដែលយើងចុះពីលើភ្នំទៅវិញសម្រាប់ផ្លូវដែលយើងត្រូវចុះពីលើភ្នំទៅបងប្អូនអាចមើលបានយើងមានត្រូវដើរកាត់ប្រយាស័យយើងមានដើរកាត់ភ្នំដើរកាត់ផុកដើរអីច្រើនមែនទែនសម្រាប់ផ្លូវចុះទៅវិញនេះគឺដូចតែផ្លូវដែលយើងឡើងមកអញ្ចឹងមានកាត់ព្រៃកាត់ផុកយើងដើរបដើយើងទៅចែកគ្នាលេងបដើយើងសើចបដើនិយាយគ្នាបដើហត់ក៏សម្រាប់បន្តពីហត់ក៏ងើបធ្វើដំណើរដើរបន្តទៀតហើយនេះជាសកម្មភាពដែលយើងចុះទៅវិញយើងមានលូនក្រោមឈើផងមានដើរឆ្លងកាត់ស្ពានផងហត់ផងសើចផងគ្រាន់ថាពេលដែលយើងឡើងវារៀងតឹងជើងហើយហត់ជាងពេលដែលយើងចុះអញ្ចឹងពេលដែលយើងចុះទៅវិញគឺយើងចុះទៅលឿនទេពេលដែលយើងឡើងមកយើងឡើងយូរពេលយើងចុះទៅវិញយើងចុះលឿនទេហើយនេះយើងត្រូវឆ្លងកាត់ស្ពានដែរពេលដែលយើងមកនេះអត់បានថតទេនៅពេលដែលខ្ញុំចុះទៅវិញបានខ្ញុំបានថតសម្រាប់ស្ពានដែលយើងដើរកាត់នេះឥឡូវនេះគឺយើងបានចុះដល់ខាងក្រោមហើយបានជួបគ្នាយើងសំណាក់ស្នាបងយើងតិចមានអារម្មណ៍ដែរអឺកូនសារៀនតើយើងចុះពីភ្នំមកយ៉ាងនេះកូនសារៀនសប្បាយរីករាយហ៎យ៉ាសហាត់អត់អត់ទេថតគ្រប់គ្នាមកកូនសារៀនហ្នឹងកូនសារៀនហ្នឹងខ្ញុំមកទៅធ្វើការមានអារម្មណ៍ដែរបងដូចជាកម្មសិកម្មសាសប្បាយរីករាយអរិសាគាត់តែជួយបងមានអារម្មណ៍ដែរតើចុះពីភ្នំមកវិញចម្ងាយជាង3គីឡូសាមញ្ញដូច20ឡាយដែលបង្ទូយើងមួយណាបន្ទាប់ពីចុះមកដល់ខាងក្រោមហើយយើងត្រូវមកបញ្ញាវិចំអវ៉ាន់ដើម្បីបន្តដំណើរទៅគោលដៅរបស់យើងបន្ទាប់សម្រាប់គោលដៅបន្ទាប់របស់យើងគឺយើងត្រូវធ្វើដំណើរទៅខាងក្នុងផ្សារបន្តអញ្ចឹងសម្រាប់សកម្មភាពបន្តអាចមើលខ្លះសិនបាននេះបាទឡើងទូតោបាយទេបងបាយមុខនេះតែមានម្ដងចង់ធ្វើផ្លូវពី4 5 6បាយបងហើយបងប្អូនអាលូភីហ្សាហើយសៃទៅក្នុងកើតហើយវាចាប់យើងអត់មិនខ្ញុំផងខ្ញុំថាវាខ្ញុំចង់បាយចិត្តហើយយើងរៀបចំ